លោកប្រធានភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញថាលេខាតូចរបស់គាត់បានយករូបថតគាត់ទៅបិទលើបោកសាច់នាងចាត់ទុកវាជាកន្លែងបញ្ចេញកំហឹងធ្វើឲ្យគាត់ខឹងរហូតនិយាយលែងចេញគាត់ចង្អុលទៅរូបថតហើយសួរនាងបែរជាឆ្លើយថាមកពីគាត់ថតរូបនេះឡើងដូចមានជីវិតពេកនាងម៉ឹងខ្ញុំទើបដឹងថានាងពូកែលអារម្មណ៍ណាស់តើនៅកន្លែងទទួលពាននាងទេដៃអបអរខ្ញុំតែពេលមកដល់ផ្ទះបែរជាវារូបថតខ្ញុំលេងទៅវិញនាងម៉ឹងប្រញាប់ទទួលកំហុសហើយសារភាពថានាងធ្វើបែបនេះមិនត្រឹមត្រូវទេប៉ុន្តែមកពីសម្ពាធការងារពីលេខាធំពេកទើបនាងត្រូវការកន្លែងបញ្ចេញកំហឹងខ្លះលូជីមីងសើចំអកហើយនិយាយថាសំណាងហើយដែលគាត់មកផ្ទះនាងមួយជើងនេះពិតជាមិនខាតជើងទេមែនគាត់រអ៊ូថានាងម៉ឹងធ្វើខ្លួនដូចទន្សាយស្លូតត្រង់តែធៀបពិតកន្ទុយខ្យាដើម្បីចេញមកហើយពុតធ្វើពេកហើយពីមុនគាត់មិនដែលមើលឃើញថានាងមានចរិតបែបនេះសោះឃើញនាងយកដៃខ្ទប់ពោះគាត់ក៏ឌីដងថាបើឈឺក្រពះដោយសារផឹកស្រាមិនខ្ទប់មាត់បែរជាទៅខ្ទប់ពោះទៅវិញសំដែងទៅសំដែងទៀតទៅនាងម៉ឹងខឹងខ្លាំងពេកទ្រាំលែងបានមិននិយាយច្រើននាងក៏រុញគាត់ចេញទៅក្រៅផ្ទះតែម្ដងរុញចុះរុញឡើងស្បែកជើងក៏របូតចេញអស់នាងម៉ឹងនាងជ្រុលពេកហើយចង់ឲ្យខ្ញុំពាក់ស្រោមជើងដើរលើដីមែនទេយកស្បែកជើងមកឲ្យខ្ញុំវិញគ្រាន់តែនិយាយចប់នាងម៉ឹងក៏គប់ស្បែកជើងចេញមកក្រៅបន្ទាប់មកនាងក៏បោះកាបូបលោះមួយនោះមកលើដីថែមទៀតលូជីមីងត្រូវគេបិទទ្វារដាក់ក៏ខឹងឆេះដុំនៅខាងក្រៅហើយទូរស័ព្ទទៅស្រែកដាក់សឹងអ៊ីហាងភ្លាមគាត់ស្ដីបន្ទោសថាមកពីគំនិតអន់របស់គេនឹងហើយគេមិនត្រឹមតែមិនចង់បានកាបូបទេថែមទាំងដាក់កំហឹងមកលើគាត់ទៀតស្មានថាទិញកាបូបឲ្យហើយគេនឹងព្រមធ្វើជាលេខាបន្តទៀតមែនទេគិតងាយស្រួលពេកហើយចំណែកអែមខាងទៀតនាងម៉ឹងក៏ទូរស័ព្ទទៅអ៊ូដាក់មិត្តភក្តិឈ្មោះយោឈីដែលនាងខឹងស្ទើរតែចេញផ្សែងតាមត្រចៀកនាងអ៊ូថាគាត់ពិតជាមនុស្សអាត្មានិយមមែនស្មានថាឲ្យតែកាបូបមួយអាចទិញទឹកចិត្តនាងបានឬពិតជាទឹកខុសធ្ងន់ហើយយោឈីក៏ប្រញាប់លួងលោមនាងតាមទូរស័ព្ទនាងប្រាប់ឲ្យនាងម៉ឹងរងាប់អារម្មណ៍សិនទៅការផ្លាស់ទៅផ្នែកគម្រោងវិនិយោគទៅជារឿងសំខាន់នឹងមានថ្ងៃមួយខ្ញុំនឹងធ្វើឲ្យគាត់ហៅខ្ញុំថាទៅលោកនាយកឲ្យបានស្អែកឡើងនាងម៉ឹងភ្ញាក់ពីសុបិនអាក្រក់រលែកឃើញរូបថតលូជីមីងនៅលើដីទើបនឹកឃើញរឿងការពីយប់មិញនាងមានអារម្មណ៍ថាខ្មាស់គេខ្លាំងណាស់ចង់តែរកកន្លែងពួនឲ្យបាត់មុខទេនាងបន់ស្រន់ទាំងចិត្តភ័យអសុំកុំឲ្យមានរឿងអីកើតឡើងបន្ទាប់មកនាងក៏ទៅក្រុមហ៊ុនដោយប្រុងប្រយ័ត្នតែបែរជាទទួលបានដំណឹងថាកុងត្រាត្រូវបានបន្ត3ឆ្នាំទៀតតំណែងនៅតែជាលេខាដែរនាង